សួស្តីប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីថ្ងៃនេះផងដែរជួបជាមួយនឹង admin សាជាថ្មីនៅក្នុងវីដេអូថ្មីដែល admin នឹងមកបកស្រាយនៅក្នុងរឿងមួយដែលមានចំណងជើងថា My Drama Lover ដែលខ្សែរឿងហ្នឹងគេចង់និយាយអំពីតួស្រីម្នាក់ដែលនាងគឺជាអ្នកនិពន្ធកម្រិតទី3អញ្ចឹងណាអ្នកនិពន្ធនៅខ្សែភាពយន្តបែបមនោសញ្ចេតនាហើយនាងក៏បានជួបអបតវហេតុដែលធ្វើឲ្យផ្លាស់ប្ដូរនាងទាំងស្រុងចង់ដឹងថារឿងនេះល្អមើលប៉ុណ្ណានោះតោះទៅតាមដានទស្សនានឹង admin ទាំងអស់គ្នាដើមនៅខ្សែរឿងដំបូងក៏បានកាត់ឲ្យឃើញថានៅក្នុងទីក្រុងមួយដែលជាទីក្រុងដ៏ស្រស់ស្អាតរបស់ប្រទេសចិនហើយនៅក្នុងទីក្រុងនោះក៏មានតួស្រីរបស់យើងផងដែរដែលនាងមានឈ្មោះថាលីឈុនស៊ីដែលនាងគឺជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនមួយហើយនាងក៏បានចូលឆែកនៅក្នុង website មួយដែលគេបានបញ្យល់និងណែនាំពីរបៀបដែលធ្វើខ្លាយទៅជាអ្នកដឹកនាំនៅក្នុងកន្លែងការងារអញ្ចឹងណាចង់ខ្លាយទៅជា the bossមានន័យថាអ្នកគ្រប់គ្រងនៅក្នុងកន្លែងការងារហើយនាងក៏បានសម័យថាខ្លួននាងបានខ្លាយទៅជារបស់អីចឹងទៅខ្លាយទៅជាអ្នកគ្រប់គ្រងមានន័យថានាងក៏បានតបតែងខ្លួនថែមក្រែមថែមម្សៅព្រមទាំងលាបក្រែមលាបម្សៅអីចឹងទៅតែមានណាពិបាកជ័យខ្លាំងមែនទេរឿងស្រីហ្នឹងគឺគាត់សម័យផ្លែកអីចឹងណាហើយទោះស្អីបើយើងគាត់ក៏បានសម័យថាខ្លួនគាត់ខ្លាយទៅជាអ្នកគ្រប់គ្រងហើយក៏បានអង្គុយនៅកន្លែងកៅអីរបស់មេរបស់គាត់ដែលពេលហ្នឹងទោះស្អីបើយើងក៏បាននឹកគិតថាខ្លួនឯងពិតជាអស្ចារ្យខ្លាំងមែនទេបើមិនបានខ្លាយទៅជាអ្នកគ្រប់គ្រងអីចឹងទៅបន្ទាប់ពីឈិនសៀនាងបានសម័យថាខ្លួននាងបានខ្លាយទៅជាស៊ីស្អាតចឹងទៅហើយនាងក៏បន្តវាចូលទៅក្នុង website មួយទៀតដែលនាងកំពុងតែឆែកហ្នឹងដែលនាងក៏ចង់ផ្លាស់ប្ដូរគំនិតថ្មីផងដែរព្រោះនាងមិនចង់ខ្លាយទៅជាត្រឹមតែប្រធានប៉ុណ្ណោះទេគឺនាងថែមទាំងចង់តាក់ទាញចំណាប់អារម្មណ៍ទៅកាន់ប្រុសផងដែរគឺថានាងក៏បានសម័យថានាងក៏បានពាក់ឈុតពណ៌ខ្មៅអីចឹងទៅហើយក៏បានតាក់ចិត្តទៅកាន់បរិសម្នាក់ដែលបរិសម្នាក់ហ្នឹងគឺជាប្រធានរបស់នាងនឹងឯងគឺនាងសម័យខ្ពស់ខ្លាំងមែនទេដែលនាងចង់បានឲ្យប្រធានរបស់នាងមកស្រឡាញ់នាងអីចឹងទៅចាប់អារម្មណ៍លើនាងក៏ប៉ុន្តែហាក្តីសម័យហ្នឹងក៏ត្រូវបានបាត់បង់វិញគឺថានាងលក្ខណៈថាដូចវាអសមគិតទេគិតថារឿងហ្នឹងប្រហែលជាមិនអាចទៅរួចអីចឹងទៅហើយនាងក៏នៅតែបន្តឆែកចូលទៅកាន់ website នឹងបន្ថែមទៀតដែលចូលទៅកាន់ website ម្ដងនេះគឺនាងបានសម័យរៀប plan វិញម្ដងតួស្រីរបស់យើងគឺថានាងបានសម័យថានៅពេលហ្នឹងប្រធានរបស់នាងគឺថាបានស្រឡាញ់មកកាន់រូបនាងអីចឹងទៅហើយក៏បាន take care នាងផងដែរដែលធ្វើឲ្យនាងមានអារម្មណ៍ថាចង់ធ្វើអ្វីក៏បាននៅក្នុងកន្លែងការងារហ្នឹងមានថាលក្ខណៈចង់ធ្វើឲ្យបានតាមចិត្តអញ្ចឹងនាងព្រោះតែប្រធានរបស់នាងបានចាប់អារម្មណ៍ស្រឡាញ់ទៅកាន់នាងអីចឹងទៅដែលនាងចង់បញ្ជាចង់ប្រើចង់ថាស្ដីឲ្យនរណាម្នាក់ក៏បានដែរហើយនាងក៏បានសម័យថានៅពេលហ្នឹងជំនួយការរបស់នាងដែលមានឈ្មោះថាលូលីដែលគាត់បានស្ដីបន្ទោសទៅកាន់លូលីយ៉ាងណាក៏លូលីនៅតែមិនបោះបង់នាងផងដែរដោយសារតែលូលីបានស្មោះស្ម័គ្រនិងព្រមព្រៀងធ្វើការងារជាមួយនាងដោយស្ម័គ្រចិត្តនិងស្រឡាញ់ចូលចិត្តនាងអីចឹងទៅដែលទោះស្អីបើយើងគិតថារៀប plan មួយហ្នឹងគឺពិតជាល្អខ្លាំងមែនទែនព្រោះតែមានជំនួយការលូលីគាត់ឆ្លាតអីចឹងដែលនាងមិនសូវជាពិបាកធ្វើការងារប្រហែលនោះទេហើយនាងក៏នៅតែបន្តសម័យថាខ្លួននាងបានទៅញ៉ាំអាហារនៅខាងក្រៅជាមួយនឹងប្រធានផងដែរដែលជាប្រធាននាងហ្នឹងគឺថាបានញ៉ាំអាហារជារៀងរាល់ថ្ងៃព្រមទាំងនិយាយលេងសើចជាមួយនាងអត់គំរោះគំរើយតែអាហ្នឹងគ្រាន់តែជាក្តីសម័យរបស់នាងនោះទេគឺថានាងក៏បានញញឹមបានញញែមអីចឹងទៅហើយថែមទាំងគិតថានៅក្នុងថ្ងៃណាមួយនៅពេលដែលនាងបានខ្លាយទៅជាមនុស្សស្រីដ៏ល្អស្អាតអីចឹងទៅហើយលោកប្រធានរបស់នាងនឹងសុំនាងស្រឡាញ់នឹងសុំនាងរៀបការនៅក្នុងថ្ងៃនោះផងដែរដែលធ្វើនាងសប្បាយចិត្តខ្លាំងមែនទែនទៅកាន់ plan មួយដែលនាងចង់រៀបហ្នឹងរូបភាពបន្តក៏បានកាត់រំលងមកមួយថ្ងៃអីចឹងទៅដែលជាពេលវេលាដែលទូរស័ព្ទរបស់យើងនាងកំពុងតែគេងលក់នៅពេលព្រឹកនឹងហើយទូរស័ព្ទមួយក៏បានរោយ៉ាងខ្លាំងមែនទែនដែលធ្វើឲ្យនាងមិនអាចគេងលងលក់ស្កប់ស្កល់នោះទេហើយនាងក៏បានយកទូរស័ព្ទមកចុចទៅពេលដែលលើកទូរស័ព្ទទៅក៏បាននិយាយជាមួយនឹងលូលីដែលលូលីក៏បានប្រាប់ទៅកាន់ទូរស័ព្ទរបស់យើងថាម៉ោង 7:08 ហើយស្មានណាបានអ្នកនាងងើបមកធ្វើការអញ្ចឹងទៅនៅពេលហ្នឹងធ្វើឲ្យទូរស័ព្ទរបស់យើងគឺថាភ្ញាក់ហើយក៏បានប្រាប់ថាទៅឥឡូវហើយនាងក៏បញ្ញាបញ្ញាល់ចាក់ចេញទៅរៀបចំខ្លួនងូតទឹកងូតអីចឹងទៅដើម្បីទៅធ្វើការរូបភាពបន្តក៏បានឃើញថាចូលមកកាន់ទីក្រុងវិញម្ដងដែលនៅក្នុងពេលនោះឯងគឺថាទូរស័ព្ទរបស់យើងគឺនាងបានមកជិះឡានដើម្បីទៅធ្វើការយ៉ាងបញ្ញាបញ្ញាល់តែម្ដងហើយនាងក៏បានលើកទូរស័ព្ទរបស់ក្រុមការងាររបស់នាងដែលបានទេមកនាងដែលសួរថាតើពេលណាបាននាងមកដល់នៅពេលហ្នឹងឯងគឺថាទូរស័ព្ទរបស់យើងបើកឡានបដើព្រមទាំងនិយាយទូរស័ព្ទបដើដែលធ្វើឲ្យនាងពិបាកខ្លាំងមែនទែនដោយសារតែនាងចង់ខ្លាចទៅជារបស់ក៏ប៉ុន្តែរៀងខ្ជិលបន្តិចហើយដោយសារតែដេកទៅមួកខណៈពេលនោះឯងទូរស័ព្ទរបស់យើងកំពុងតែនិយាយទូរស័ព្ទងាកឆ្វេងងាក
ស្ដាំដោយបានចាប់អារម្មណ៍មកស្រាប់តែមានឡានមួយក៏បានបើកមកបុកទៅកាន់ឡានទូរស័ព្ទរបស់យើងដែលត្រង់នេះអេដមីនពិតជាអាណិតទៅកាន់ទូរស័ព្ទខ្លាំងមែនទែនដែលទូរស័ព្ទរបស់យើងខំស្រមើស្រមៃថានាងនឹងបានខ្លាយទៅជារបស់ខ្លាយទៅជាអ្នកគ្រប់គ្រងកន្លែងការងារអីចឹងទៅក៏ប៉ុន្តែក្តីសម័យរបស់នាងត្រូវបានរលាយដោយសារតែនាងជួបអបតវហេតុគ្រោះថ្នាក់ចរាចរណ៍ឆ្នេះអេដមីនសូមផ្ដាំផ្ញើទៅដល់ fan ដែលបានទស្សនានឹងពេលដែលយើងកំពុងតែបើកបរសូមកុំធ្វើប្រហែសជាមួយនឹងការខលនិយាយទូរស័ព្ទឲ្យសោះខ្លាចជួបបញ្ហាដូចជាទូរស័ព្ទរបស់យើងងាកមកកាន់រឿងយើងវិញគឺថាទូរស័ព្ទរបស់យើងបន្ទាប់ពីនាងបានជួបអបតវហេតុគ្រោះថ្នាក់ចរាចរណ៍រួចក៏បានឲ្យឃើញថានាងក៏បានចូលទៅកាន់មន្ទីរពេទ្យផងដែរដែលនៅក្នុងពេលនោះនាងកំពុងតែសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យដែលនាងមិនទាន់បានដឹងខ្លួននៅឡើយទេគឺមានអារម្មណ៍ថាដេកទៅស្ដុកស្ដឹងមិនទាន់ដឹងអីចឹងណាខណៈពេលហ្នឹងទូរស័ព្ទរបស់យើងក៏បានបើកភ្នែកឡើងព្រមហើយក៏បានឃើញថាលោកដុកទ័រម្នាក់ក៏បានយកដៃម្រាមដៃរបស់គាត់មករាប់ឲ្យទូរស័ព្ទយើងរាប់1 2អីចឹងទៅឲ្យទូរស័ព្ទយើងស្គាល់ឬក៏ដឹងខ្លួនច្បាស់ហើយឬនៅពេលហ្នឹងលោកដុកទ័រក៏បាននិយាយទៅកាន់អ្នកគ្រូលោកគ្រូពេទ្យព្រមទាំងអ្នកផ្សេងៗនៅក្នុងហ្នឹងថាទូរស័ព្ទរបស់យើងនាងក៏បានដឹងខ្លួនមកហើយក៏ប៉ុន្តែនាងក៏បានប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរផងដែរក៏ប៉ុន្តែវាជាសំណាងល្អដែលនាងមិនបានបាត់បង់ជីវិតអញ្ចឹងហើយបន្ទាប់មកទូរស័ព្ទរបស់យើងក៏បានងើបឡើងមកដោយសារតែនាងមិនដឹងថានាងបានជួបគ្រោះថ្នាក់អ្វីនោះទេដោយសារតែនាងបានបាត់បង់ការចងចាំអីចឹងទៅទូរស័ព្ទរបស់យើងក៏បានងើបឡើងហើយក៏បានសួរទៅកាន់លោកដុកទ័រថាតើនាងមានឈ្មោះអ្វីហើយនាងបានជួបនៅរឿងរ៉ាវអ្វីខ្លះដែរបានជានាងមកសម្រាប់នៅកន្លែងមន្ទីរពេទ្យអីចឹងទៅខណៈពេលហ្នឹងលោកគ្រូពេទ្យក៏បានវិភាគទៅកាន់ខួរក្បាលរបស់ទូរស្រីវិភាគទៅកាន់ជំងឺរបស់ទូរស្រីក៏បានឆ្ងល់គិតឡើងកញ្ញាញ់ខួរអស់រយៈពេល7ម៉ោង7យប់7ថ្ងៃអីចឹងទៅដែលពេលហ្នឹងទូរស័ព្ទរបស់យើងក៏ឆ្ងល់ទៅកាន់លោកគ្រូផងដែរលោកគ្រូពេទ្យគាត់អត់បាននិយាយអីនោះខណៈពេលហ្នឹងលោកគ្រូពេទ្យក៏បានសួរទៅកាន់ទូរស័ព្ទថាតើនាងមានចងចាំអ្វីខ្លះបន្តិចទេហើយទូរស័ព្ទរបស់យើងក៏បានប្រាប់ថានាងអត់ចាំអ្វីទាំងអស់អារម្មណ៍តែតោលនៅពេលនេះគឺទូរស័ព្ទរបស់យើងក៏បានបាត់បង់ស្មារតីបាត់បង់ទាំងអាការចងចាំពីមុនមកហើយទូរស័ព្ទរបស់យើងក៏បានដើរចូលមកនៅក្នុងបន្ទប់សម្រាប់ព្យាបាលរបស់នាងក៏បានឃើញនៅបរិសម្នាក់ដែលជាជំនួយការរបស់នាងតែនាងអត់ចងចាំទេជំនួយការរបស់នាងដែលមានឈ្មោះថាលូលីហើយទូរស័ព្ទរបស់យើងបន្ទាប់ពីបានឃើញលូលីហើយនាងក៏បានរត់ចាក់ចេញទៅខាងក្រៅទៅដោយសារតែនាងមានអារម្មណ៍ភ័យខ្លាចរីឯលូលីវិញគឺថាគាត់ក៏ឆ្ងល់ផងដែរពេលហ្នឹងទូរស័ព្ទរបស់យើងក៏បានសម្លឹងមើលទៅផ្លាកកន្លែងបន្ទប់អីចឹងទៅតើវាពិតជាបន្ទប់របស់នាងតើមែនដែរទេពេលដែលនាងបានឃើញផ្លាកហ្នឹងគឺថាពិតជាបន្ទប់របស់នាងមែនហើយនាងក៏បានបន្តចូលទៅខាងក្នុងបន្ទប់ផ្សារជាថ្មីម្ដងទៀតដែលពេលហ្នឹងលូលីគាត់ក៏បានយល់ពីស្ថានភាពរបស់ទូរស័ព្ទផងដែរដោយសារតែនាងជួបអបតវហេតុដូច្នេះហើយប្រហែលជានាងបាត់បង់ការចងចាំអីចឹងទៅហើយទូរស័ព្ទរបស់យើងក៏បានដើរចូលមកសារជាថ្មីបន្ទាប់មកគឺថាលូលីគាត់អត់បាននិយាយស្ដីទេគាត់ថាឈោអមអៀនចឹងទៅហើយក៏បានមើលមុខទៅកាន់ទូរស័ព្ទរបស់យើងដែលទូរស័ព្ទរបស់យើងបានឃើញលូលីហើយញញឹមដាក់អត់និយាយអីចឹងទៅដោយសារតែទូរស័ព្ទយើងមានអាភិបរស់រីរាក់ទាក់អីចឹងទៅណាផ្លាស់ប្ដូរចរិតរបស់នាងដែលធ្វើឲ្យលូលីគាត់ញញឹមទៅកាន់ទូរស្រីយើងផងដែរដោយសារអីអស់សម្លេងទូរស្រីយើងនៅតែញញឹមមកដាក់លូលីទៀតសម្បីតែ admin មើលត្រង់ចំណុចហ្នឹងក៏អស់សម្លេងខ្លាំងណាស់ដែរហើយនៅពេលហ្នឹងតួប្រុសដែលឈ្មោះថាលូលីក៏បានសួរទៅកាន់ទូរស្រីថាតើនាងអត់អីណាហើយពេលហ្នឹងទូរស័ព្ទរបស់យើងក៏បាននិយាយថាតើលោកស្គាល់ខ្ញុំដែរតែមែនទេបន្ទាប់មកលូលីក៏បានប្រាប់ទៅកាន់ទូរស័ព្ទយើងថាស្គាល់អីចឹងទៅដែលធ្វើឲ្យទូរស័ព្ទរបស់យើងហ្នឹងគឺថារៀងអ៊ុនចិត្តបន្តិចហើយលូលីក៏បាននាំទូរស័ព្ទរបស់យើងចេញមកខាងក្រៅមន្ទីរពេទ្យដែលគាត់ទៅដល់ថ្ងៃចេញហើយទូរស័ព្ទរបស់យើងក៏បានដើរចេញមកជាមួយនឹងលូលីអីចឹងទៅខណៈពេលហ្នឹងតួប្រុសម្នាក់ដែលឈ្មោះថាលូលីដែលត្រូវជាជំនួយការក៏បានដកយកទូរស័ព្ទដៃរបស់ទូរស័ព្ទរបស់យើងគឺថាទូរស័ព្ទរបស់ទូរស័ព្ទរបស់យើងគាត់អ្នកទុកឲ្យអីចឹងណាហើយទូរស័ព្ទរបស់យើងមិនមែនមានតែមួយមានដល់ទៅ3គ្រឿងឯណោះដែលធ្វើឲ្យនាងចំពុបជើងបន្តិចនៅពេលហ្នឹងលូលីក៏បានសួរទៅកាន់ទូរស្រីរបស់យើងថាតើនាងអាចចុះទៅខាងក្រោមបានដែរទេហើយទូរស្រីរបស់យើងក៏បាននិយាយថាអូកុំបារម្ភធ្វើត្បិតតែនាងទៅងើបចេញពីមន្ទីរពេទ្យក៏ពិតមែនក៏ប៉ុន្តែមិនដល់ថ្នាក់ឲ្យលោកនឹង3ឬក៏គ្រាអីនោះទេហើយលូលីក៏បាននាំទូរស្រីរបស់យើងឡើងឡានដើម្បីទៅកន្លែងធ្វើការរបស់ទូរស្រីរបស់យើងទៅកន្លែងក្រុមហ៊ុនអីចឹងទៅដល់ពេលហ្នឹងទូរស្រីរបស់យើងក៏បានឆ្ងល់ថាគាត់មានកន្លែងការងារមានអីធ្វើទៀតដោយសារតែគាត់អត់ចង់ចាំទូរស្រីរបស់យើងក៏បានអត់ប្រកែកអត់បាននិយាយស្ដីអីទៅកាន់លូលីផងដែរគ្រាន់តែសម្លឹងទៅកាន់លូលីថាហេតុអ្វីក៏លូលីបានជួយទៅកាន់នាងអីចឹងណាខណៈពេលហ្នឹងលូលីក៏បាននាំទូរស្រីរបស់យើងចូលមកកន្លែងធ្វើការតែម្ដងមកកន្លែងសណ្ឋាគារក្រុមហ៊ុនអីចឹងណាពេលហ្នឹងអ្នកធ្វើការដែលនៅក្នុងក្រុមហ៊ុនហ្នឹងគាត់តែឃើញទូរស្រីរបស់យើងមកក៏បានលក្ខណៈថាគោរពអោនទៅកាន់ទូរស្រីរបស់យើងក៏បានអោនទៅកាន់បុគ្គលិកនឹងផងដែរដែលធ្វើឲ្យលូលីហ្នឹងហួសចិត្តទៅកាន់ទូរស្រីដោយសារតែម្នាក់គេ
គេខ្លាចទូស័យយើងកាលពីមុនមកអីចឹងទៅតែទូស័យរបស់យើងបានបាត់បង់ការចងចាំអត់ដឹងហើយខណៈពេលហ្នឹងអ្នកដែលធ្វើការ3អ្នកនេះវិញក៏បានឃើញទូស័យដែលគាត់កំពុងតែញ៉ាំអីក៏បានងើបឈរឡើងហើយមកអោនគ្រប់ទូស័យអីចឹងទៅប្រហែលជាទូស័យយើងកាលដែលគាត់នៅធ្វើការនៅកន្លែងហ្នឹងកាចឆ្នះអីចឹងទៅណាបាទគេម្នាក់ភ័យខ្លាចហើយទូស័យរបស់យើងក៏បានអោនគ្រប់ទៅកាន់ពួកគេវិញនៅពេលហ្នឹងដឹងមកយត់ដែលធ្វើឲ្យនារីម្នាក់ពេលអាវខ្មៅគាត់ថាភ័យទៅកាន់ទូស័យរបស់យើងមែនទែនដោយសារទូស័យយើងអោនគ្រប់វិញគាត់ភ័យខ្លាំងមែនទែនគាត់បានអោនមួយសារទៀតទូស័យរបស់យើងធ្វើភ្នែកស្លើអីចឹងទៅដោយថាគាត់អត់យល់នៅពេលហ្នឹងសាច់រឿងរបស់យើងក៏បានកាត់ឲ្យចប់ទៅត្រឹមនេះផងដែរអរគុណទៅកាន់អ្នកទាំងអស់គ្នា admin គឺជា admin ថ្មីដែលសម្រាយរឿងនៅក្នុង channel Dabox Studio បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like និងចូលរួម comment លេងជាមួយនឹង admin ទាំងអស់គ្នាចង់ដឹងថាសាច់រឿងមួយនេះនៅភាគ2ល្អមើលខ្លាំងប៉ុណ្ណាកុំភ្លេចរងចាំតាមដានទស្សនាជាមួយនឹង admin នៅក្នុងវីដេអូក្រោយ